សួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាននៅក្នុងវីដេអូនេះដែរគឺខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នាពីសកម្មភាពមួយចំនួននៃការធ្វើម្ហូបរបស់ខ្ញុំហើយនឹងបងដែលជាសិក្ខាកាមមករៀននៅទីក្រុងស៊ីអាននេះសម្រាប់មុខម្ហូបដែលពួកយើងធ្វើក្នុងថ្ងៃនេះគឺមានដូចជាស្ងោរជ្រក់សាច់មាន់ហើយនឹងទឹកត្រីបឹងកាឆែតឥឡូវនេះពួកយើងកំពុងតែកាប់សាច់មាន់ដើម្បីយកទៅដាក់ស្ងោរតាមតាណាណូសដើររកមួយថ្ងៃតែរត់ឃើញឥឡូវនេះគឺខ្ញុំកំពុងតែលាងសម្អាតត្រីហើយបងប្អូនទាំងអស់គ្នាគ្រាន់តែឃើញកាយវិការខ្ញុំលាងត្រីក៏ដឹងថាខ្ញុំអត់ចេះធ្វើម្ហូបទេបងប្អូនទាំងអស់គ្នាការធ្វើម្ហូបនេះដែរគឺមិនមែនមានតែសិក្ខាកាមខ្មែរយើងទេគឺមានសិក្ខាកាមមកពីបណ្ដាប្រទេសផ្សេងៗទៀតដែលមកពីអាហ្វ្រិកហើយនឹងប្រទេសដែលនៅចន្លោះចិននិងរុស្ស៊ីនេះផងដែរឥឡូវនេះសាច់មាន់ពួកយើងគឺបានកាប់រួចរាល់ហើយបងគាត់កំពុងតែដាក់ស្ងោរតែដាក់4ហ្នឹងដាក់4ហេអត់ទៅមួយអូខេខាត់បងអានេះសាច់នេះយើងយកធ្វើគេបងសាច់នេះយើងយកឡធ្វើម្ហូបគេបងសាច់នេះស្ងោរជ្រក់នឹងត្រីបឹងយើងបំបេះតែវានៅស្វិតតែយើងកាប់សាច់មាន់របស់យើងបានកាប់រួចហើយបងគាត់កំពុងតែចាក់ចូលទៅក្នុងឆ្នាំងសម្លវិញឥឡូវនេះបងគាត់កំពុងតែចាក់គល់ស្លឹកគ្រៃចាក់ស្លឹកក្រូចសើចឆាឲ្យឈ្ងុយបន្តិចបន្ទាប់មកដាក់ខ្ទឹមកញ្ច្រាំចូលបន្ទាប់មកទៀតយើងចាក់ម្ទេសកញ្ច្រាំចូលរួចហើយចាក់សាច់គោដែលយើងកញ្ច្រាំហើយបន្ទាប់មកទៀតគឺយើងចាក់ទឹកខ្ទិះដូងចូលទីបំផុតគឺម្ហូបរបស់យើងគឺបានធ្វើឆ្អិនរួចរាល់ហើយអស់ហើយក្លិនគឺឈ្ងុយហើយឆ្ងាញ់មែនទែនបងប្អូនទាំងគ្នាមកបងប្អូនទាំងគ្នាអញ្ជើញហូបបាយជាមួយខ្ញុំទាំងអស់គ្នាជាចុងក្រោយគឺខ្ញុំសូមអរគុណបងប្អូនទាំងគ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយពួកយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ